ការគោរពជំនឿទៅតាមឧបនិស្ស័យផ្សេងគ្នាក៏គួបជាមួយនឹងសម្ពាយបន់ផ្សេងគ្នាដែរនេះដែរជាឈុត3អង្គទទួលការកម្មង់ពីបងប្រុសម្នាក់តាក់ទងមកលោកគ្រូចាប់ផ្ដើមនៃវីដេអូលោកគ្រូក៏សូមយកព្រះមហាមុគលានដែលសាងពីដៃបញ្ញាដើមអង្គជ័យបន្ទាប់ពីការពិភាក្សាតាម Telegram បន្តពីពុកម៉ែបងប្អូនទាំងក្នុងប្រទេសនិងក្រៅប្រទេសអញ្ចឹងហើយលោកគ្រូក៏មានចំណេះដឹងខ្លះក៏ដូចជាវីដេអូមួយសម្រាប់ពុកម៉ែបងប្អូនដែលបានសម្រាលពីកិច្ចការងារថ្ងៃអាទិត្យនេះឯងអញ្ចឹងហើយអ្វីដែលជាបទពិសោធន៍លោកគ្រូដែលលោកគ្រូបានឆ្លងកាត់20ឆ្នាំជាងមកនេះផ្នែកអបិយជំនឿដូនតាខ្មែរយើងតាមបែបរុក្ខទេវតាក្តីក៏ដូចជំនឿតាមត្បូងថ្មធម្មជាតិនានាចឹងហើយលោកគ្រូមានបទពិសោធន៍ច្រើនក៏សូមចែកជូនទៅតាមជំនឿតាមឧបនិស្ស័យដែលលោកគ្រូបានឆ្លងកាត់រាល់ការគោរពជំនឿទាំងអស់ទាំងពុកម៉ែបងប្អូនក្តីទាំងលោកគ្រូក្តីទាំងបងប្អូនខ្មែរយើងនៅក្រៅប្រទេសក្តីតែងតែចង់បានសេចក្តីសុខសេចក្តីចម្រើនដល់ក្រុមគ្រួសារអញ្ចឹងហើយអបិយជំនឿគ្រប់យ៉ាងកើតចេញពីកាយវិចារចិត្តរបស់យើងទោះជាពុទ្ធសាសនាក្តីឬក៏ព្រហ្មញ្ញសាសនាក្តីលោកតែងតែមានឱវាទអប់រំឲ្យយើងអ្នកគោរពស្គាល់បុណ្យស្គាល់បាបស្គាល់គុណស្គាល់ទោសស្គាល់អាក្រក់ស្គាល់ល្អព្រោះគ្រប់តួអង្គទាំងអស់សិតតែបានបដិបត្តិបានខ្លាចទៅជាតួអង្គនីមួយមានរិទ្ធមានដេជះបារមីមកទល់សពថ្ងៃនឹងចេញជាជំនឿតពីដូនតាយើងចឹងឯងចឹងហើយរាល់ការគោរពពីមួយចំនួនទៅមួយចំនួនចាស់យើងតែងតែផ្ដោតទៅលើអាវាតនិងការអប់រំនានាតកូនតចៅបន្ទាប់ពីពាក្យនេះយើងហៅពាក្យមួយទៀតថាដំណំកើតចេញពីការតមចេញពីអាវាតរបស់ព្រះពុទ្ធសាសនាក្តីព្រហ្មញ្ញសាសនាក្តីអញ្ចឹងហើយរាល់ការគោរពទាំងអស់លោកតែងបែងចែកថាអាចតេតើងមួយផលកម្មផលបុណ្យនានាដែលយើងសាងពីអតីតជាតិមើលមិនឃើញអញ្ចឹងហើយរាល់ជាតិនេះដែលយើងបានរស់នៅប្រចាំថ្ងៃឲ្យស្គាល់គុណស្គាល់ទោសស្គាល់អាក្រក់ស្គាល់ល្អមិនថាយើងជាកូនបុត្រធីតាក្តីឬក៏យើងជាម្ដាយឪពុកគេក្តីត្រូវប្រុងប្រយ័ត្នក្នុងការធ្វើខុសចំពោះកូនមិនអាងថាខ្លួនឯងជាម្ដាយជាឪពុកធ្វើរឿងមិនល្អហើយថាខ្លួនឯងល្អនោះក៏មិនល្អដែរមិនអាងថាម្ដាយឪពុកស្រឡាញ់ខ្ញុំហើយអញ្ចឹងហើយធ្វើជាកូនមួយអត់ល្អក៏អត់កើតដែរយើងបែងចែកឲ្យដាច់រវាងគុណឪពុកគុណម្ដាយនិងជាកូនបុត្រធីតានានាត្រូវតែមានគុណធម៌រវាងគ្នាទៅវិញទៅមកម្ដាយឪពុកត្រូវមានព្រហ្មវិហារធម៌4យ៉ាងចំពោះកូនបុត្រធីតាក្តីរីឯបុត្រធីតាទាំងអស់ត្រូវមានព្រហ្មវិហារធម៌កិច្ចដឹងគុណចំពោះឪពុកម្ដាយវិញចឹងហើយនឹងហើយប្រកបទៅដោយព្រហ្មវិហារធម៌ទាំងអស់គ្នាយើងគោរពបដិបត្តិទាំងអស់ក៏ចម្រើនដែរចំណែកតួអង្គដែលថែរក្សានៅរូបសំណាក់នានាបាទពីបញ្ញាក្អែកពីថ្មត្បូងធម្មជាតិនានាគឺកើតឡើងដោយរុក្ខទេវតាដែលដឹងគុណឧបការៈទៅវិញទៅមកចឹងហើយរាល់រូបចម្លាក់គ្រប់ទាំងអស់មាននៅទស្សបារមីនិងបារមីដែលធំតូចក្តីកើតឡើងពីកិច្ចដឹងគុណចេញពីកាយវិចារចិត្តមិនថាយើងជាឪពុកម្ដាយឬក៏ជាកូនបុត្រធីតាត្រូវដឹងគុណហើយត្រូវឲ្យតម្លៃគ្នាទៅវិញទៅមកលោកគ្រូមានតែពាក្យប៉ុណ្្នឹងទេសម្រាប់នៃវីដេអូនេះក៏ជាចំណេះដឹងមួយស្ដួចស្ដើងបើមានចំណុចខ្វះខាតកន្លែងណាសូមខន្តីអភ័យទោសពីលោកគ្រូព្រំពិសិដ្ឋផងចឹងហើយតួអង្គដែលលោកគ្រូបានសាងនេះគឺសម្រាប់ជាស្ថាពរនៅថ្ងៃអាទិត្យនេះឯងគឺឆ្លាក់ទាំងយប់ទាំងថ្ងៃតម្រាំបានរួចមួយឈុតមិនមែនជារឿងងាយស្រួលទេគឺយើងសាងដោយដៃដោយពេលវេលាដោយកាយវិចារចិត្តប្រព្រឹត្តទៅបាន 40% នៃកិច្ចគោរពបូជាគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃនៅលើខ្លួនយើង 60% ទៀតអាស្រ័យទៅលើអ្នកគោរពបដិបត្តិ
ទៅតាមប្រចាំថ្ងៃនៃឧបនិស្ស័យនេះឯងជាចុងក្រោយនេះលោកគ្រូក៏សូមលើកម្រាមដៃ10គ្រប់ថ្វាយបង្គំលាព្រះសង្ឃគ្រប់ព្រះអង្គតាមឋានានុក្រមនិងសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់ទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេសពីលោកគ្រូព្រំប្រសិទ្ធក៏សូមអរគុណសូមជម្រាបលា